best way to rage bait someone is that when you're in an argument, just agree with them and then type the little slight smile thumbs up guy, the emoji. បញ្យលតនីពាក្យអង់គ្លេស rage bait ជាភាសាខ្មែរពាក្យនេះមានថាពាក្យជាកិរិយាសព្ទផងនិងជានាមផងហើយវាគឺជាពាក្យដែលកើតឡើងពីការបង្គុំចូលគ្នានៃពាក្យ rage និងពាក្យ bait ដែលពាក្យ rage មានន័យថាកំហឹងខ្លាំងការខឹងឬក៏កំហឹងខ្លាំងហើយនឹងពាក្យ bait ដែលមានន័យថានុយជាពិសេសគឺនុយត្រីអីអញ្ចឹងទៅពាក្យនឹងបង្គុំចូលគ្នាមានន័យថាម៉េចមានន័យថានុយនៃកំហឹងហើយបើថាពាក្យជានាមយើងប្រើវាដើម្បីសំដៅលើការញាស់ឲ្យនរណាម្នាក់ខឹងឬក៏ការញាស់ការធ្វើអ្វីមួយដើម្បីឲ្យអ្នកម្ខាងទៀតឬក៏មនុស្សផ្សេងទៀតនឹងមានប្រតិកម្មបែបខឹងបើសិនជាកិរិយាសព្ទមានន័យថាយើងធ្វើអ្វីមួយយើងអាចជាការនិយាយស្ដីអញ្ចឹងមានយើងនិយាយស្ដីដៀបណាមឬក៏ធ្វើអ្វីមួយបែបចង់ឲ្យអ្នកផ្សេងខឹងពាក្យមួយនេះវាមានន័យស្ដីនឹងការនិយាយថា to provoke someone ឬក៏ to tease someone ប៉ុន្តែក្នុងន័យបែបលក្ខណៈដោយចេតនាឬបើសិនទាក់ទងនឹងការ post នៅលើ social media មានន័យថាគេប្រើពាក្យសម្ដីអ្វីមួយដែលធ្វើឲ្យក្រុមសហគមន៍មនុស្សមួយក្រុមឬក៏បពពួកមួយក្រុមនឹងមានកំហឹងហើយចូលមកមើលវីដេអូចូលមក share post ឬទៅ comment អីក្នុងគោលបំណងបែបលក្ខណៈថា promote page របស់គេឬក៏ account របស់គេអញ្ចឹងទៅនឹងគឺជាអត្ថន័យនៃពាក្យ rage bait